J20 ជាយន្តហោះចម្បាំងទំនើបចុងក្រោយរបស់ប្រទេសចិនដែលនឹងធ្វើឲ្យពិភពប្រយុទ្ធតាមអាកាសកាន់តែគួរឲ្យព្រឺព្រួយយន្តហោះចម្បាំងចំនួនទី5របស់ចិនមួយនេះមានរហស្សនាមស្ដេចនាគដែលមានសមត្ថភាពបំបាំងកាយក្នុងល្បឿនជិត 2,500 គីឡូម៉ែត្រក្នុង1ម៉ោងជាល្បឿនលឿនប្រហែលសំឡេងវាត្រូវបានរចនាឡើងជាមួយនឹងស្លាបច្រមុះផ្នែកខាងមុខតូចស្លីមមានទម្ងន់ប្រហែលជា 20,000 គីឡូក្រាមដែលស្រាលជាងយន្តហោះចម្បាំងចំនួនមុនការនេះធ្វើឲ្យជេងឌូ J20 អាចបត់បែនចាក់គួរត្រឡប់ខ្លួនក្នុងរង្វង់360ដឺក្រេបានយ៉ាងរហ័សគ្មានគូប្រដូចយន្តហោះ J20 ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបបំផុតរួមទាំង radar scan electronic ប្រព័ន្ធស្វែងរកនិងតាមដាន infrared និងឧបករណ៍អេឡិចត្រូនិកសម្រាប់សង្គ្រាមឧបករណ៍ទាំងនេះអនុញ្ញាតឲ្យយន្តហោះនេះរកឃើញគោលដៅវាយប្រហារតាំងពីចម្ងាយហើយថែមទាំងអាចដឹងពីស្ថានភាពរបស់គូសត្រូវទៀតផងក៏ប៉ុន្តែសម្រាប់គូប្រយុទ្ធវិញពិបាកកំណត់យន្តហោះនេះណាដោយសារតែវាអាចបំបាំងកាយយ៉ាងលឿននិងត្រូវបានរចនាឡើងជាមួយនឹងឧបករណ៍ដែលរ៉ាដាពិបាកនឹងចាប់វាបានប្រទេសចិននាពេលថ្មីៗនេះថែមទាំងបានផលិតម៉ាស៊ីនពិសេសសម្រាប់យន្តហោះចម្បាំងនេះទៀតផងដែលខ្លាំងជាងយន្តហោះចម្បាំងចំនួនទី5របស់ប្រទេសផ្សេងៗទៀត J20 អាចបាញ់ប្រហារទាំងនៅលើអាកាសនិងពីលើអាកាសទៅដីដោយវាអាចទប់គ្រាប់រំសេវនិងមីស៊ីលចម្ងាយឆ្ងាយ PL-15 ដែលអាចបាញ់ចំគោលដៅពីចម្ងាយតែម្ដងក្នុងតម្លៃប្រហែលជា$120 លានក្នុងមួយគ្រឿង J20 មានសមត្ថភាពមិនចាញ់យន្តហោះចម្បាំង F-22 Raptor របស់អាមេរិកដែលមានតម្លៃ$150 លាននោះទេហើយវាក៏មិនចាញ់យន្តហោះចម្បាំង Su-57 របស់រុស្ស៊ីនោះដែរសម្រាប់ចិន J20 មិនមែនគ្រាន់តែជាយន្តហោះចម្បាំងបំបាំងកាយដ៏អស្ចារ្យប៉ុណ្ណោះទេតែជានិមិត្តរូបនៃអំណាចជាតិនិងឧត្តមភាពបច្ចេកវិទ្យាចិនក្រុងផលិតយន្តហោះនេះពី60ទៅ100គ្រឿងជារៀងរាល់ឆ្នាំការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សាស្ទីបបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច44នាក់កាលពីថ្ងៃប្រហ័សទី24ខែមេសាដោយក្នុងចំណោមគោលដៅទាំងនោះមានប៉ុស្តិ៍ប៉ូលីសនៅទីក្រុងចាបាលីជាកន្លែងដែលអ៊ីស្រាអែលបានផ្លោកមីស៊ីលចំនួន2គ្រាប់ដាក់យោធាអ៊ីស្រាអែលបានបញ្ជាក់ថាប៉ុស្តិ៍ប៉ូលីសត្រូវបានប្រើជាមជ្ឈមណ្ឌលបញ្ជាដោយក្រុមហាម៉ាស់និងក្រុមជីហាតអ៊ីស្លាមសម្រាប់រៀបចំគម្រោងវាយប្រហារលើកងកម្លាំងអ៊ីស្រាអែលក្រៅតែពីទីក្រុងចាបាលីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានធ្វើឡើងនៅតំបន់លំនៅឋានកន្លែងជម្លៀសខ្លួនប្រជាជននិងជំរំបណ្ដោះអាសន្ននៅទូទាំងហ្គាហ្សាបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើនអ្នកទៀតក្រសួងសុខាភិបាលហ្គាហ្សាបានរាយការណ៍ថាជនរងគ្រោះភាគច្រើនជាស្ត្រីនិងកុមារចាប់តាំងពីបទឈប់បាញ់ក្នុងខែមករាបានដួលរលំនៅថ្ងៃទី18ខែមីនាប្រតិបត្តិការយោធារបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង1900នាក់ភាគច្រើនជាជនស៊ីវិលហើយមនុស្សរាប់សិបនាក់ត្រូវបានផ្លាស់ទីលំនៅកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្រុះសម្រួលអារ៉ាប់កាតានិងអេស៊ីបដែលគាំទ្រដោយសហរដ្ឋអាមេរិករហូតមកដល់ពេលនេះបានបរាជ័យក្នុងការផ្សព្វផ្សាយចំនួនរវាងភាគីសង្គ្រាមទាំងពីរគឺអ៊ីស្រាអែលនិងក្រុមហាម៉ាស់ការវាយប្រហារលើអ៊ីស្រាអែលដោយក្រុមហាម៉ាស់ក្នុងខែតុលាឆ្នាំ2023បានសម្លាប់មនុស្ស1200នាក់ហើយចំណាប់ខ្មាំង251នាក់ត្រូវបានចាប់ខ្លួនទៅកាន់តំបន់ហ្គាហ្សាចាប់តាំងពីពេលនោះមកប្រជាជនប៉ាឡេស្ទីនជាង51300នាក់ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែលនៅហ្គាហ្សា